បាទសួស្តីអ្នកនរគ្នាថ្ងៃហ្នឹងគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាទៅទៅនឹងកាមេរ៉ាមួយព្រោះបច្ចុប្បន្នមានអ្នកដែលគាត់ធ្វើវីដេអូនឹងច្រើនហើយគាត់ចង់ចំណាយលុយទៅទិញប្រភេទកាមេរ៉ាតែគាត់មិនថាគួរតែប្រើកាមេរ៉ាណាអញ្ចឹងណាអ្នកនរគ្នាអញ្ចឹងនៅពេលបច្ចុប្បន្ននេះគឺខ្ញុំបានទិញទៅទៅនឹងកាមេរ៉ា Sony ZV-10 តែខ្ញុំអត់បាននិយាយពីវា detail អត់ទេហើយនេះគ្រាន់តែខ្ញុំនឹងប្រាប់ទូៗថាមូលហេតុអីបានខ្ញុំសម្រេចចិត្តទិញវាមកអញ្ចឹងដូចអ្នកគ្នាឃើញអញ្ចឹងជាកាមេរ៉ា Sony ZV-10 ចាំតិចខ្ញុំបើកវាចេញពីប្រអប់អញ្ចឹងនេះជាប្រភេទកាមេរ៉ា Sony ZV-10 តែបើសិនជាផ្ដោតទៅលើវីដេអូខ្ញុំគិតថារបស់វានេះគឺល្អសម្រាប់ការងាររបស់គ្នាមូលហេតុបច្ចុប្បន្នខ្ញុំទិញវាទីមួយតម្លៃរបស់វាក៏សមរម្យដែរគឺជាខ្ទង់តែ$600ជាងទេហើយស្ពេចប៉ុណ្ណេះវាថតវីដេអូបាន 4K កម្រិតវីដេអូរបស់វាគឺ sharp ច្បាស់មែនតើអញ្ចឹងអ្នកគ្នាអ្នកដែលគាត់ធ្វើជាវីដេអូ content បែបលក្ខណៈដើរលេងកម្សាន្តឬក៏ review ផលិតផលមួយចំនួនខ្ញុំគិតថាមិនបាច់ចាំទៅប្រើខ្ពស់ទេបើសម្រាប់អ្នកគេដែលប្រើខ្ពស់គេអាចប្រើសម្រាប់គេធ្វើការងារធំជាងនឹងទៅអាហ្នឹងអាចស័ក្តិសមមួយនឹងការងាររបស់គេតែសម្រាប់ការផលិតវីដេអូត្រឹមវីដេអូ 4K ពីកាមេរ៉ា ZV-10 នេះខ្ញុំគិតថាវាល្អចំពោះ color bit របស់វានៅត្រឹម8 bit ក៏ពិតមែនក៏ប៉ុន្តែខ្ញុំស្រឡាញ់វានៅពេលដែលខ្ញុំប្រើវាគឺភាគច្រើនខ្ញុំយកវាទៅកែ color ឲ្យថែមទៅខ្ញុំគិតថា8 bit វាគ្រប់គ្រាន់ហើយសម្រាប់ការងាររបស់ខ្ញុំប្រចាំថ្ងៃអញ្ចឹងណាអូខេអញ្ចឹងអ្នកគ្នាអាចជួយចុច like និង subscribe ម្នាក់មួយផងដើម្បីរងចាំមើលវីដេអូពេញនៃការតេស្តវាផ្ទាល់ពីខ្ញុំ